មានខ្ញុំបាទសូមគោរពគណៈអធិបតីលោកជំទាវបណ្ឌិតសុភាចារភឿងសង្ឃធនវិចិត្រសិល្បៈសូមគោរពលោកជំទាវយឹមឆៃលេងសូមគោរពទេបុព្រឹកសម្រាប់ការខំប្រឹងប្រែងហើយថ្ងៃនេះខ្ញុំក៏ដូចជារឿងកម្រាក់តេងចកតរាជដែលបានភ្ជាប់ជាមួយនឹងផុសតាងប្រវត្តិសាស្ត្រដែលចរិតជាសក្ខីភាពនៅលើសិលាចារឹកក៏ដូចជាការចងក្រងជាកម្រងឯកសារទុកដោយសាស្ត្រាចារ្យបុរាណវិទូជាតិនិងអន្តរវង្សសៃលេនត្រាហើយទ្រង់ក៏ជាអ្នកដែលបានកសាងគ្រឹះដ៏រឹងមាំនៃសម័យមហានគរ
ប្រាក់បរិបូរណ៍ឆ្នាំ802អភិសេកព្រះបាទជាស្ដេចចាប់កំពស់ទ្រង់មាននឹងក្តីស្រឡាញ់តែសូមក៏អត្តសញ្ញាណថាខ្មែរក្រុមជួយធននេះបង្កើតជាដល់ណាចាក់ពេលជួយប្រឹកពីគ្នាដែលស្គាល់មានព្រះបិតានេះអំណាចរបស់បងជារបស់ខ្មែរសំកាយថាមិនដឹងពីបញ្ចោវាជាប្រព័ន្ធ performance of យុទ្ធសង្គ្រាមស្រុកចំតាមខេត្តព្រះវិហារកំពុងឈរទ្រឹងសម្លឹងយ៉ាងរឹងមាំពីប្រាសាទព្រះវិហារដែលសាងនាងកណ្ដាលជួរក្នុងដងរៃដែលបានបែងចែកទុកកម្ពស់625ម៉ែត្រពុះត្រដែកចាំចែងដោយមហិទ្ធិឫទ្ធិមនុស្សរាជឆ្ងាយជានំគ្នាក្រំស្រុកឆ្ងាយទឹកដៃគោរពជាទីសក្ការៈបានស្គាល់គ្រប់ជាន់ឋានៈថាជាប្រាសាទព្រះវិហារដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរគ្រប់ជំនាន់មិនយូរប៉ុន្មានសត្រូវជាលៀងពីនរុករៀបនៅតាមចំបានប្រាសាទព្រះវិហារជាច្រើនលើកច្រើនសាតែត្រូវបរាជ័យដោយកណ្ដាប់ដៃកងទ័ពរបស់កម្ពុជាខ្មែរសត្រូវសន្សំចិត្តបហាត់បំភ្លៃបំផ្លែងលៀងពួរគ្រប់បែបយ៉ាងត្រូវបានទុះឡើងម្ដងហើយម្ដងទៀតតាមមហិច្ឆតាជាលៀនពៀននិងលោភលន់របស់សត្រូវគួរឲ្យអាសូរនៅស្នាដៃបុព្វបុរសដូនតាខ្មែរដែលជាស្ថាបត្យកម្មដ៏ល្បីល្បាញដ៏កំពូលនិងស័ក្តិសិទ្ធិក្នុងសម័យមហានគរឥឡូវត្រូវបានកងទ័ពសត្រូវជាលៀនពៀនទឹកដីបំផ្លិចបំផ្លាញប្រាង្គប្រាសាទព្រះវិហារឲ្យបែកបាក់ទឹកទីរបស់ដូនតាយើងតែបានទូលរលំលាក់មកដីដោយអំពើព្រៃផ្សៃនិងអយុត្តិធម៌យ៉ាងឈឺចាប់បំផុតតែគួរឲ្យអស្ចារ្យនឹងសម្បើមក្រៃលែងនោះយើងបានឮសំឡេងយ៉ាងប្រហឹកអង្កររំបងពេញដីប្រាង្គប្រាសាទចោមចាំថាសត្រូវដែលហ៊ានបំផ្លិចបំផ្លាញប្រាង្គប្រាសាទដូនតាខ្មែរអ្នកឯងត្រូវតែចុះនៅរស់1000ជាន់កប់ក្នុងនោមដីនៃចក្រវាឡពិភពលោកប៉ាស្វ័យមនុស្សសាតែងតែរំខានកិច្ចការរបស់ខ្លួនក្រុងរៀបមិនបងអង្គយូរក៏យើក្រុងរៀបទៀតជាងស្មៅពួកជាស្ត្រីមានអំណាចអាចយកឈ្នះរបាយហាងមានអ្វីដែល
ធ្វើឲ្យយើងជូនទឹកភ្នែកក្រោកឈរឡើងបន្ថែមភាពរឹងមាំរបស់នៃដូនតានៅប្រទេសកម្ពុជាសូមបងប្អូនទាំងអស់គ្នាជូនទឹកសំឡេងជឿចាប់នេះដែរបាត់ទេថាមកពីវ័យបាត់បងទេបាត់គ្រប់វ័យពីពិតភ័យរំពាត់ជុំកាយសំឡេងជឿចាប់នេះដែរសំឡេងកូនយំស្រែករកម្ដាយសូមឲ្យជួបកំណាញ់រសាយសូមឲ្យក្រុម